លោកថាក់ស៊ីននិងលោកស្រីយីងឡាក់ពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយនៅកម្ពុជានោះទេលោកថាក់ស៊ីនស៊ីនវត្តនិងប្អូនស្រីយីងឡាក់ស៊ីនវត្តដែលជាអតីតនាយករដ្ឋមន្ត្រីថៃពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយនៅកម្ពុជានោះទេនេះបើតាមការបញ្ជាក់របស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី15ខែកញ្ញាសម្ដេចតេជោហ៊ុនសែនបានបង្ហោះវីដេអូជាមួយនឹងខ្លឹមសារលើបណ្ដាញសង្គម Facebook ក្រោយសម្ដេចតេជោទៅឃើញសារព័ត៌មានចុះផ្សាយថាលោកថាក់ស៊ីនមានទ្រព្យសម្បត្តិនៅកម្ពុជានិងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះសម្ដេចតេជោហ៊ុនសែនបញ្ជាក់យ៉ាងដូចនេះថាទោះខ្ញុំនិងអាយដាមថាក់ស៊ីនមានបញ្ហាជាមួយគ្នាក៏ដោយក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់អាយដាមថាក់ស៊ីនផងដែរសម្ដេចបានសរសេរពន្យល់ថាមិនថាអាយដាមថាក់ស៊ីនឬលោកជំទាវយីងឡាក់ពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយនៅកម្ពុជានោះទេពេលអាយដាមថាក់ស៊ីនឬយីងឡាក់មកកម្ពុជាគឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថាថាក់ស៊ីនគ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយខ្ញុំគួរបញ្ជាក់បន្ថែមថាអាយដាមថាក់ស៊ីននិងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មផលចំណេញខាងផ្នែកសេដ្ឋកិច្ចសម្រាប់បុគ្គលឬគ្រួសារនោះទេសម្ដេចបញ្ជាក់បន្ថែមប្រសិនបើមានព័ត៌មានបែបនេះចេញពីកម្ពុជាសម្ដេចតេជោបានស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហកភូតភរមូលបង្កាច់ប្រឌិតរឿងខុសការពិតប្រសិនបើរឿងនេះចេញពីប្រទេសថៃត្រូវទុកឲ្យអាជ្ញាធរថៃជាអ្នកដោះស្រាយ